សួស្តី Let's Learn Khmer with me episode 4 ជាទូទៅនាងខ្ញុំហាត់ប្រាណនៅ Stadium នៅ Start Olympic ប៉ុន្តែពេលខ្លះចង់ផ្លាស់ប្ដូរបរិយាកាសក៏មកហាត់នៅផ្ទះវិញហើយមុននឹងហាត់នឹងនាងខ្ញុំធ្វើការ warm up ប្រហែលជាពី1ទៅ2នាទីដើម្បីសម្រួលសរសៃដៃសរសៃជើងហើយក៏បែកញើសបន្តិចបន្តួចបាត់ទៅហើយមុននឹងទៅរត់ហ្នឹងហើយស្បែកជើងនេះឧបត្ថម្ភដោយសង្សារនេះខ្ញុំគឺថាមួយខែដាក់ challenge ឲ្យរត់ហ្នឹងគឺពី80ទៅ90គីឡូឯចាហើយនាងខ្ញុំរត់នេះគឺរត់នៅខាងមុខផ្ទះតែម្ដងបរិយាកាសនៅមុខផ្ទះបន្តិចទៀតអ្នកទាំងអស់គ្នានឹងឃើញហើយថាវាយ៉ាងម៉េចនេះមុននឹងទៅសុំលេងជាមួយស្រីមានឆ្មារបស់នាងខ្ញុំសិនហើយនាងខ្ញុំក៏ជាស្ត្រីមេផ្ទះផងដែរចាមុននឹងទៅរត់ហ្នឹងគឺត្រូវដាំបាយសិនមើលភ្លើងសិនណាកុំឲ្យបាយវាខ្លោចអស់ចាមែនតែនចានេះគឺថារត់ហើយរត់រត់លឿនមែនតែនរត់មិនខ្លាចម៉ូតូមិនខ្លាចឡានគឺជំនះថាលេងទេអ្នកទាំងអស់គ្នាពេលខ្លះដើរដែរចាមិនមែនរត់រហូតទេពីព្រោះថានាងខ្ញុំមិនមែនជំនាញរត់ខ្លាំងខ្លាអីទេខ្ញុំដើរផងរត់ផងតាមដែលអាចធ្វើបានហើយ5គីឡូហ្នឹងគឺហត់ដែរគោលដៅរបស់នាងខ្ញុំហ្នឹងគឺតែ5គីឡូទេតាំងពីរត់មកនាងខ្ញុំសង្កេតឃើញថាការញ៉ាំបានកើនឡើងជាងមុនដូចជាអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគឺមានបបរមាន់នេះគឺម៉ាក់របស់នាងខ្ញុំធ្វើមិនមែននាងខ្ញុំឡើយផ្ទះនាងខ្ញុំលក់ចាប់ហួយអញ្ចឹងហើយល្ងាចឡើងយើងរាប់លុយនេះជាក្រដាស់5000រៀលមានពណ៌ស្វាយនេះជាក្រដាស់50000រៀលមានពណ៌លឿងដូចជាលឿងឯងពណ៌ដូចឆ្មានាងខ្ញុំនេះមានដំរីមានរូបសម្ដេចតា cute